ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាមក្បួនចិននៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការលម្អិតតាក់ទងទៅនឹងរាសីប្រចាំឆ្នាំ2026សម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំជូតក្នុងឆ្នាំ1996តើនៅក្នុងឆ្នាំថ្មីដែលត្រូវនឹងឆ្នាំមមីនេះអ្នកដែលកើតនៅក្នុងឆ្នាំជូត1996ពួកគាត់នឹងត្រូវជួបអ្វីខ្លះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទាំងអស់គ្នាហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថាដោយសារតែការទស្សន៍ទាយនេះគឺផ្អែកទៅលើហោរាសាស្ត្រតាមក្បួនចិនតកតងទៅនឹងថ្ងៃខែចិនដែលយើងប្រើប្រតិទិនចិនយមករានិងធ្វើការព្យាករណ៍នោះគឺវាមានការដើរលឿនជាងប្រតិទិនសកលរបស់យើងជាប្រចាំថ្ងៃនេះពី1ខែទៅ2ខែអញ្ចឹងវីដេអូនេះក៏ដូចជាការទស្សន៍ទាយនេះគឺសម្រាប់អ្នកដែលកើតនៅក្នុងចន្លោះថ្ងៃទី19ខែកុម្ភៈឆ្នាំ1996រហូតដល់ថ្ងៃទី6ខែកុម្ភៈ1997ហើយប្រសិនបើអ្នកបានកើតនៅមុនថ្ងៃទី19កុម្ភៈ1996នោះឆ្នាំកំណើតចិនរបស់អ្នកគឺឆ្នាំកុរការព្យាករណ៍នេះគឺមានសពុរភាពចាប់ពីថ្ងៃទី17ខែកុម្ភៈ2026រហូតដល់ថ្ងៃទី5ខែកុម្ភៈ2027ទើបដាច់ឆ្នាំចិនឆ្នាំមមីនេះចឹងកុំឲ្យខាតពេលយូរយើងមកលម្អិតតាក់ទងទៅនឹងឆ្នាំជូតនៅក្នុងឆ្នាំ2026នេះដោយសារតើអ្នកកើតឆ្នាំ1996គាត់មានការប៉ះទង្គិចឬមួយក៏ការឆុងឆ្នាំនៅអាយុ30ឆ្នាំគឺពួកគាត់នឹងជួបប្រទះនឹងការផ្លាស់ប្ដូរដ៏សំខាន់ចំពេលដែលមានការប្រែប្រួលផ្សេងដោយសំណាងមានការឡើងចុះប៉ុន្តែនៅក្នុងនោះក៏លាក់បាំងនៅឱកាសល្អៗផងដែរអ្នកកើតនៅក្នុងឆ្នាំជូត1996នៅក្នុងឆ្នាំនេះឆ្នាំ2026មានការប៉ះទង្គិចជាមួយនឹងផ្កាយថៃសួយដែលនាំមកនៅការផ្លាស់ប្ដូរយ៉ាងទូលំទូលាយនិងបញ្ហាប្រឈមជាច្រើនបរិយាកាសនៃការរស់នៅវិស័យការងារឬមួយក៏ទំនាក់ទំនងជាមួយនឹងបុគ្គលរបស់ពួកគេគឺអាចនឹងត្រូវបានរៀបចំឡើងវិញទោះជាវាអាចបង្កឲ្យមានភាពមិនងាយស្រួលជាបណ្ដោះអាសន្នក៏ដោយប៉ុន្តែឆ្នាំនេះអ្នកក៏នៅតែមានឱកាសដ៏សំខាន់មួយដើម្បីបំបែកឧបសគ្គបច្ចុប្បន្នហើយសម្រេចបាននូវវឌ្ឍនភាពដ៏ធំធេងផងដែរដូច្នេះកុំទាន់មានការភ័យព្រួយឡើយតកតងទៅនឹងទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុរបស់មនុស្សឆ្នាំជូតវិញសម្រាប់អ្នកដែលកើត1996ចំណូលនៅក្នុងឆ្នាំ2026នេះគឺចំណូលប្រចាំខែនៅតែមានស្ថិរភាពប៉ុន្តែចំណូលពីការវិនិយោគឬមួយក៏លបែងស៊ីសងអាចនឹងប្រែប្រួលខ្លាំងគួរប្រែប្រុងប្រយ័ត្ននៅក្នុងការវិនិយោគនិងគ្រប់គ្រងហិរញ្ញវត្ថុជៀសវាងការប្រថុយប្រថានខ្ពស់ឆ្នាំនេះស័ក្តិសមសម្រាប់ការបង្កើននូវផែនការហិរញ្ញវត្ថុដ៏រឹងមាំគ្រប់គ្រងចំណាយដែលមិនចាំបាច់និងបង្កធនធានសម្រាប់ការអភិវឌ្ឍនាពេលអនាគតចំពោះអាជីពវិញក្នុងឆ្នាំនេះគឺជាដំណាក់កាលនៃការកំណើតដ៏សំខាន់នៅក្នុងជីវិតអាជីពរបស់អ្នកបញ្ហាប្រឈមនៅកន្លែងធ្វើការអាចរួមមានការផ្លាស់ប្ដូរមុខតំណែងការរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញឬមួយក៏ការផ្លាស់ប្ដូរទិសដៅអាជីវកម្មការផ្លាស់ប្ដូរវិស័យដែលនាំមកនូវទាំងការលំបាកនិងឱកាសការរក្សានូវគំនិតបើកចំហមានគំនិតវិជ្ជមានហើយខិតខំរៀនជំនាញថ្មីនឹងជួយឲ្យអ្នកអាចចាប់យកឱកាសឡើងឋានៈបាននៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរទាំងនេះតកតងទៅនឹងស្នេហានិងទំនាក់ទំនងបុរសនិងស្ត្រីវិញទំនាក់ទំនងស្នេហានឹងត្រូវឆ្លងកាត់នឹងការសាកល្បងអ្នកដែលមានស្នេហាហើយគួរតែពង្រឹងទំនាក់ទំនងឲ្យបានច្រើនដើម្បីជៀសវាងនូវចំនួនដែលអាចកើតឡើងពីសម្ពាធខាងក្រៅអ្នកនៅលាវគឺអាចនឹងជួបស្នេហាដែលស្មុគស្មាញគួរប្រើហេតុផលនិងឲ្យច្បាស់ចិត្តជាមុនសិននៅក្នុងការចាប់ផ្ដើមទំនាក់ទំនងថ្មីនៅក្នុងទំនាក់ទំនងសង្គមគួរតែគិតឲ្យបានច្បាស់លាស់មុននិយាយដើម្បីរក្សានៅបណ្ដាញមិត្តភ័ក្តិនិងស្គាល់មិត្តភ័ក្តិឲ្យបានស្ថិតស្ថេរល្អចំពោះសុខភាពវិញគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្តសម្ពាធការងារអាចនាំមកនូវរោគរំខាននៅក្នុងការកេងឬមួយក៏ការថប់អារម្មណ៍ដូច្នេះត្រូវតែរកតុល្យភាពរវាងការងារនិងការសម្រាកបន្ថែមពីនេះទៅទៀតគឺត្រូវត្រួតពិនិត្យសុខភាពប្រព័ន្ធបេះដូងនិងប្រព័ន្ធរំលាយអាហារឲ្យបានជាប្រចាំគួរតែគ្រប់គ្រងទៅលើរបបអាហារនិងការរស់នៅបានច្បាស់លាស់និងហាត់ប្រាណទៅតាមកម្រិតដែលមានសមរម្យដើម្បីការពារនៃការកើតនៅបញ្ហាសុខភាពភ្លាមសរុបមកគឺអ្នកដែលកើតនៅក្នុងឆ្នាំ1996ឆ្នាំជូតក្នុងឆ្នាំ2026នេះគឺជាឆ្នាំមួយសម្រាប់បំបែកទម្លាប់ចាស់
សរុបមកគឺអ្នកដែលកើតនៅក្នុងឆ្នាំ1996ដែលត្រូវនឹងឆ្នាំជូតនេះក្នុងឆ្នាំ2026គឺជាឆ្នាំមួយសម្រាប់អ្នកបំផ្លាញនៅទម្លាប់ចាស់ៗលុបចោលនៅទម្លាប់ចាស់ៗហើយធ្វើការទទួលយកនូវការរីកចម្រើនដ៏លឿនដោយទទួលស្វាគមន៍នូវការផ្លាស់ប្ដូរនៅអាកប្បកិរិយាវិជ្ជមានទម្លាប់ដែលល្អៗហើយស្វែងរកឱកាសនៅក្នុងគណៈពេលដែលកំពុងតែជួបបញ្ហាប្រឈមបានន័យថាអ្នកអាចបំលែងបញ្ហាប្រឈមដែលស្ថិតនៅក្នុងឆ្នាំឆុងនេះឲ្យទៅជាឱកាសដ៏មានតម្លៃសម្រាប់ការរីកចម្រើននៅក្នុងជីវិតបានវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍ជូនទៅដល់បងប្អូនយើងដែលកើតនៅក្នុងឆ្នាំជូត1996បើទាំងអស់គ្នាចូលចិត្តក៏សូមជួយចុច like subscribe និង share វីដេអូនេះទៅកាន់បងប្អូនយើងណាដែលកើតនៅក្នុងឆ្នាំជូតផងអរគុណជំរាបលានិងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងប្រជាជាតិកម្ពុជាជួបតែសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា